ស្រីលីដាចានៅក្នុងសប្តាហ៍នេះរួមកាយដល់ឆ្នាំរបស់យើងទាំង3ដួងគឺត្រូវឆ្លងកាត់នៅវិញ្ញាសាច្រៀងបទចម្រៀងប្រពៃណីជាបទភ្លេងការចាហើយឃើញថាការតបតែងខ្លួននឹងក៏ស្រស់ស្អាតទៅទៀតក្រោមការរៀបចំដោយសម្អាងការកៅពេជ្រពិសីចាដែលមានលេខទូរស័ព្ទ012 44 44 28ហើយនឹងអរគុណដល់កូនកំឡោះកូនកំមុំចាអរគុណដល់ក្រុមការងាររបស់ទូរទស្សន៍អប្សរាផងដែលបានចូលរួមតបតែងវេទិការបស់យើងឲ្យកាន់តែមានភាពលេចធ្លោហើយជាពិសេសគឺក្រុមការងាររបស់បងមេងបឡូចាចេះកាត់តហើយចេះទាំងបច្ចេកទេសសម្លេងហើយត្រូវចេះសម្ដែងទៀតចាអរគុណច្រើនចំពោះបងអូនលីដាវិញសប្តាហ៍នេះចាមានអ្នកគ្រប់គ្រងផ្ដល់កម្លាំងចិត្តដល់បងអូនស្រីទេចាបងសប្តាហ៍នេះមានចែប៉ាអ៊ំម៉ាអ៊ំហើយនឹងអ្នកម្ដាយរបស់នាងខ្ញុំផងដែរចាជំរាបសួរចាជំរាបសួរបងស្រីចាចំពោះចានាងខ្ញុំហៅថាបងស្រីឬក៏ប្អូនស្រីទៅបងប្អូនស្រីបងចាប្អូនស្រីត្រូវយ៉ាងម៉េចជាមួយនឹងលីដាដែរត្រូវជាបងស្រីជីដូនមួយត្រូវជាបងស្រីជីដូនមួយចានេះគឺជាលើកទី1ដែលបានអញ្ជើញមកទស្សនាដោយផ្ទាល់ចាលើកទី1ប៉ុន្តែនៅផ្ទះវិញតាមដានប្អូនរហូតចាសប្តាហ៍នេះយល់ថាប្អូនលីដាការច្រៀងរបស់គាត់យ៉ាងណាដែរច្រៀងបានល្អព្រោះអីបទភ្លេងការមិនងាយទេបងកុំងាយដូចថាការអឿនហើយនឹងការសំឡេងអើយអីហ្នឹងគឺគាត់ធ្វើបានល្អមែនតើសូមសរសើរគាត់ចាចំពោះប្អូនស្រីវិញយល់ថាលីដានឹងអាចឆ្លងផុតនៅវគ្គជំរុះនៅសប្តាហ៍ក្រោយៗទៀតដែរឬទេខ្ញុំក៏អត់ដឹងដែរហ្នឹងវាអាស្រ័យទៅលើសមត្ថភាពប្អូនស្រីផ្ទាល់ហើយនឹងគណៈកម្មការគាត់យល់ពីបទចម្រៀងបានច្រើនអញ្ចឹងគាត់អាចថ្លឹងថ្លែងថាប្អូនស្រីខ្ញុំយ៉ាងម៉េចអីចឹងបងចាអរគុណច្រើនដូច្នេះយើងនឹងងាកមកស្ដាប់នៃការយល់ឃើញពីគណៈកម្មការរបស់យើងចាសូមអញ្ជើញអ្នកបងសួនចន្ទថាសួស្តីបងអូនលីនដាចាសូមជម្រាបសួរអ្នកគ្រូចាថ្ងៃនេះបថោងតោងស្បៃណោះចាឃើញថាធ្វើឲ្យអ្នកគ្រូនឹកឃើញកាលហើយកាលនោះណាអូននឹងរៀមរាតោងចូលក្នុងដូចគ្នាហ្នឹងប៉ុន្តែមិនឃើញតោងលេងដាវនឹងកាន់មកទេត្រូវឡើយចាឃើញថានិយាយទៅនិយាយមកចូលលក្ខណៈប្រពៃណីខ្មែរអញ្ចឹងបានថាការរៀបចំបទចម្រៀងបើយើងច្រៀងហើយខ្លែមទាំងតុកតែងឃើញទៅកើនមួយកម្រិតចាលោកគាត់លោកហ្វៃសំអាងលោករៀបចំតាមបទចម្រៀងអញ្ចឹងឃើញថាបងអូនច្រៀងហើយមើលទាំងកាយវិការទៀតអញ្ចឹងបង្កើនពីរោះបងអូននឹងកាន់តែបង្កើនឡើងថែមទៀតចាឥឡូវយើងងាកមកចម្រៀងបងអូនច្រៀងបានទាំងអស់តែបន្តិចទេកន្លែងអោណាថ្លៃណាកន្លែងចុះចាអោណាបងព្រៀងថាបងតោងឲ្យជាប់មើលអូនលោកដៃបងលោកដៃចាប់បងអើយកុំភ័យអោណាកុំភ័យកន្លែងឃ្លាទី2គ្រាន់តែអ្នកគ្រូមិនចាំប្រូលណាប៉ិនកង្វះខ្វះខាតហ្នឹងបើសិនជាយើងគិតស្ទីលទៅស្ទីលរបស់ប្អូនក៏ថាបានចាអញ្ចឹងបើសិនតែយើងគិតពីថាបំពង់កអ្នកប្រពៃណីយើងមិនអាចចាប់ឲ្យដូចគ្នាបានទេចាអញ្ចឹងសូមបើសិនជាអ្នកគ្រូវិញថាស្ទីលរបស់ប្អូនចាតែក្រែងលោទេសនិកជនលោកថាខ្ញុំស្ដាប់អ្នកមីងរស់សេរីធាកន្លែងហ្នឹងគាត់ចុះហើយជួនកាលអ្នកពីដើមលោកថតចម្រៀងតែខុសបន្តិចក៏លោកយកដែរពីព្រោះជំនាន់ហ្នឹងអត់ទាន់មានម៉ាស៊ីនអេឡិចត្រូនិកអីទំនើបដូចសម័យឥឡូវទេអញ្ចឹងខុសត្រូវបន្តិចតួចជួនកាលគាត់យកត្មងជាស្ទីលរបស់គាត់ចាអញ្ចឹងបើបងអូនច្រៀងចេះលើកទុកដាក់សំឡេងសគុស្គុនស្រែកដល់អត់ភ្លាវសូមជូនពរឲ្យបងអូនបានជោគជ័យចាអរគុណអ្នកបងសួនចន្ទថាចាសូមអញ្ជើញលោកគ្រូមេងសុធីវ៉ាន់វិញម្ដងថ្ងៃនេះនៅគ្រូសួនចន្ទថាដូចជានិយាយលេងបានច្រើនហើយធ្វើឲ្យកម្មវិធីសប្បាយរីករាយណាខ្ញុំក៏សូមធ្វើដូចគាត់ដែរកម្មវិធីសប្បាយរីករាយបាទចាសូមសួរបន្តិចកាន់ដាវនោះជាប់ពាក្យពីកាល់បាទជាប់ពាក្យពីកាល់ហ្នឹងហើយមែនតាហើយចុះខាងស្រីតដឹងក្មួយពីកាល់ដែរបានមកបង្ហាញខ្លួនថ្ងៃហ្នឹងបាទនិយាយលេងណាព្រោះបច្ចេកទេសកាន់ mixer ផងណាឥឡូវឡើងមកសម្ដែងផងសូមកត់សរសើរឃើញថាយើងមាន
ពីចប់ហើយសំដែងផងហើយដេញតែកាន់មិចសើមួយផងអញ្ចឹងសូមកត់សរសើរដល់ក្មួយដែរហើយបានងាកទៅក្មួយធីតាវិញអានេះតាមខ្ញុំវាយតម្លៃឃើញថាការប្រែរបស់ក្មួយខ្ញុំសូមកត់សរសើរដោយអ្នកគ្រូសុនថាបានលើកអំបញ្ញមិញដែរការច្រៀងបទប្រពៃណីនេះគឺវាមានអឿនរបស់វាចាអឿននោះអឿនបរមបុរាណយើងហ្នឹងគឺថាលោកគ្រូចាស់គាត់ដឹងហើយអឿនរបៀបភ្លេងការឬក៏អឿនរបៀបភ្លេងបុរាណវាខុសគ្នាវាមានចែកជាច្រើនសន្តានអញ្ចឹងឧទាហរណ៍ថាអ្នកនាងហឹមស៊ីវនអ្នកនាងឆោមជវិននិងអ្នកនាងមេងកាបិចដាសុទ្ធតែជាអ្នកចម្រៀងជើងចាស់ដែលមានទេពកោសល្យខាងបទភ្លេងការហ្នឹងគឺខ្លាំងខ្លាណាស់អញ្ចឹងការច្រៀងរបស់គាត់ទាំង3នាក់ហ្នឹងគឺតែងតែខុសគ្នាបន្តិចបន្តួចចាការច្រៀងរបស់ក្មួយបែបសម័យច្រើនហើយទោះបីជាច្រៀងភ្លេងហ្នឹងភ្លេងប្រពៃបទហ្នឹងប្រពៃនេះមែនគ្រាន់តែក្មួយអឿនរបស់ក្មួយចូលសម័យច្រើនអញ្ចឹងឧទាហរណ៍មួយទៀតដើម្បីឲ្យទស្សនិកជនបានយល់ច្បាស់ដោយការជំនាន់អ្នកបងរស់រាជធាឬអ្នកបងប៉ានរនក៏គាត់ច្រៀងខុសគ្នាដែរឲ្យតែគាត់ច្រៀងភ្លេងការគឺអ្នកបងសុធាជួនកាលគាត់ច្រៀងអត់ត្រូវទេអត់ត្រូវខ្ញុំសុំថាអត់ត្រូវតែម្ដងចាប៉ុន្តែទៅជាអឿន style របស់គាត់តែម្ដងទៅអញ្ចឹងក្មួយក៏អត់ខុសដែរទោះបីជាក្មួយប្រឹងប្រែងមិនបាន 100% ក៏ចាត់ទុកដែរដូចអ្នកគ្រូសុនចន្ទថានិយាយមិញអញ្ចឹងគឺថាចាត់ទុកជា style របស់ក្មួយចោះប៉ុន្តែសូមកោតសរសើរនៅការប្រឹងប្រែងព្រោះបទបុរាណមិនបទប្រពៃណីខ្មែរយើងនេះគឺជាបទលំបាកណាស់គឺជាបាតធំមួយដែលគួរតែអ្នកចម្រៀងទាំងប្រុសទាំងស្រីគួរតែសិក្សាឲ្យបានយល់ច្បាស់សូមយើងទៅជាសម័យអញ្ចឹងសូមជូនពរឲ្យក្មួយស្រីទទួលបានដោយជោគជ័យបាទសូមអរគុណអរគុណលោកគ្រូមីសុធាវ៉ាន់អរគុណចំពោះបងអូនស្រីហើយនិងបងអូនទាំងពីររូបសូមចេញសម្រាប់សិនណាចា